បញ្ហាឈឺចង្កេះដែលយើងតែងជួបញឹកញាប់អាការៈឈឺចង្កេះគឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេតែជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកជំងឺភាគច្រើនធ្វើការងារមិនបានឬរំខានញឹកញាប់កិច្ចការប្រចាំថ្ងៃការឈឺចង្កេះអាចកើតលើមនុស្សគ្រប់វ័យហើយភាគច្រើននៅក្នុងអាយុចន្លោះពី45ទៅ50ឆ្នាំប្រសិនបើយើងមិនបានធ្វើការព្យាបាលឲ្យបានត្រឹមត្រូវនោះទេបញ្ហាឈឺចង្កេះនេះនឹងអាចវិវត្តទៅជាជំងឺរ៉ាំរ៉ៃឬធ្ងន់ធ្ងរមានមូលហេតុជាច្រើនដែលបណ្ដាលឲ្យឈឺចង្កេះរួមមានវិបត្តិសាច់ដុំស្រសៃពួរតឆ្អឹងត្រង់សន្លាក់ការសឹកសន្លាក់ឆ្អឹងឬដោយសារការពុកឆ្អឹងចង្កេះការលីរលាកសន្លាក់ឆ្អឹងនិងឆ្អឹងចង្កេះភាពចុះខ្សោយនិងការលូនមកក្រៅនៃទ្រនាប់ឆ្អឹងការបាក់បែកឆ្អឹងចង្កេះដែលបណ្ដាលមកពីគ្រោះថ្នាក់ប៉ះទង្គិចធ្លាក់ពីទីខ្ពស់និងរអោជាដើមការគៀបឬសង្កត់ទៅលើស្រសែប្រព័ន្ធប្រសាទជំងឺមហារីកលាក់និងលាក់បញ្ជាក់មូលហេតុភាគច្រើនបណ្ដាលមកពីការលូនមកក្រៅនៃទ្រនាប់ឆ្អឹងហើយប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័សនិងព្យាបាលឲ្យបានត្រឹមត្រូវវាអាចផ្ដល់ផលវិបាកដូចជាពិការជើងវិបត្តិបន្តបងនិងការឈឺចាប់ខ្លាំងរហូតមិនអាចធ្វើការបានខកត្តាប្រឈមមុខនឹងបញ្ហាឈឺចង្កេះមានដូចជាអ្នកធ្វើការងារដោយប្រើកម្លាំងកាយខ្លាំងដូចជាលីសែងរបស់ធុងធួនអ្នកធ្វើការងារដែលអង្គុយឬឈរដោយប្រើរយៈពេលយូរស្ត្រីមានផ្ទៃផ្ទាល់មនុស្សធាត់មនុស្សចាស់ជរាអ្នកដែលពុំសូវបានហាត់ប្រាណជាប្រចាំស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកទៅលើការសាកសួរពីរោគសញ្ញានិងការពិនិត្យមើលអ្នកជំងឺការពិនិត្យមើលឈាមមួយចំនួនទៅតាមប្រភេទជំងឺការថតឆ្លុះឆ្អឹងខ្នងដោយម៉ាស៊ីនកម្រៃ X-ray MRI scanner ជាដើមខការព្យាបាលគឺអាស្រ័យទៅលើការធ្វើរោគវិនិច្ឆ័យច្បាស់លាស់និងការពិភាក្សាជាមួយគ្រូពេទ្យទៅតាមជំនាញឯកទេសពិតប្រាកដព្រមទាំងមានឧបករណ៍ពិនិត្យទំនើបដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់និងប្រកបដោយការជឿទុកចិត្តការព្យាបាលគឺទៅតាមប្រភេទជំងឺមានដូចជាការព្យាបាលដោយប្រើប្រាស់ថ្នាំការវះកាត់ការព្យាបាលដោយចលនាការសម្រាកពីការងារទៅតាមសភាពធ្ងន់ធ្ងរនៃជំងឺការអប់រំពីរបៀបរស់នៅដែលល្អសម្រាប់អ្នកមានបញ្ហាឈឺចង្កេះសូមគុំទុកឲ្យបញ្ហាឈឺចង្កេះនេះរំខានដល់ការរស់នៅរបស់លោកអ្នកតទៅទៀតដោយសូមឆាប់មកមីនិតជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែតដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ